សូមថ្លែងបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជម្រាបសួរបងប្អូនជនរួមជាតិជនរួមភាសាទូទាំងសកលលោកជាទីគោរពនាងខ្ញុំសូមចូលរួមជាចំណែកធ្វើជាពលរដ្ឋសកម្មនិងពលរដ្ឋរដ្ឋធម្មនុញ្ញគឺជាច្បាប់កម្ពុជារបស់ជាតិយើងចា៎រដ្ឋធម្មនុញ្ញបានពង្រៀងស្របតាមគោលការណ៍ឧបសម្ព័ន្ធទី5ដែលនៅទំព័រ207ដែលមាន6ចំណុចនៃកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាចា៎ដូច្នេះរដ្ឋធម្មនុញ្ញនេះបានពង្រៀងដោយសភាធម្មនុញ្ញចំនួន120រូបដែលបានជាប់ឆ្នោតដោយសេរីនិងត្រឹមត្រូវប្រកាសបន្ទាប់មកគាត់បានអនុម័តរដ្ឋធម្មនុញ្ញនៅថ្ងៃទី21កញ្ញាឆ្នាំ1993រួចមកប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី24កញ្ញាឆ្នាំ1993នៅពេលនោះសភាធម្មនុញ្ញ120រូបដែលបានជាប់ឆ្នោតដោយសេរីនិងត្រឹមត្រូវបញ្ជាក់ដោយអង្គការសហជីវជាតិបានคล้ายខ្លួនទៅជាសភានីតិបញ្ញត្តិណាបងប្អូនคล้ายខ្លួនទៅជាសភានីតិបញ្ញត្តិបន្ទាប់មកប្រកាសរដ្ឋាភិបាលថ្មីមួយរបស់កម្ពុជាចា៎នេះគឺជាតាមនីតិវិធីនៃការបង្កើតរដ្ឋធម្មនុញ្ញចា៎ដូច្នេះថ្ងៃនេះនាងខ្ញុំសូមចូលរួមអានចែករំលែកអំពីអំណាចតុលាការចា៎តុលាការនេះបានបញ្ជាក់នៅក្នុងឧបសម្ព័ន្ធទី5គឺកម្ពុជាត្រូវតែមានតុលាការមួយឯករាជ្យចាប្រហែលចំណុចទី5ដែលនាងខ្ញុំនៅចាំចាសូមបងប្អូនទៅអានទាំងអស់គ្នានៅទំព័រ207ឧបសម្ព័ន្ធទី5គឺទទួលស្គាល់ដោយភាគីហត្ថលេខីទាំងអស់ចានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីគឺតម្រូវឲ្យកម្ពុជាមានតុលាការមួយឯករាជ្យមិននៅក្រោមអាយ៉ងបរទេសមិននៅក្រោមបញ្ជាបរទេសណាជាដាច់ខាតដែលមានតុលាការដំបូងនៅខេត្តនីមួយណាបងប្អូនបន្ទាប់មកតុលាការឧទ្ធរដែលមាននៅកំពង់សោមត្បូងឃ្មុំបាត់ដំបងចាហើយបន្ទាប់មកមានតុលាការកំពូលគឺនៅភ្នំពេញចាតុលាការឧទ្ធរនៅភ្នំពេញមានដែរណាបងប្អូនចាគឺតុលាការបន្ទាប់មកតុលាការកំពូលគឺមាននៅតែភ្នំពេញទេដូច្នេះក្នុងនាមយើងជាពលរដ្ឋខ្មែរណាបងប្អូនដើម្បីឲ្យអំណាចកំពូលទាំង3នីតិបញ្ញត្តិនីតិប្រតិបត្តិអំណាចតុលាការឯករាជ្យដាច់ដោយឡែកពីគ្នាស្ថាប័នទាំង3នេះតំណាងឲ្យពលរដ្ឋគឺពលរដ្ឋត្រូវតែនៅជិតតុលាការបានន័យថាមានបញ្ហាអ្វីគុំទុកតុលាការចោលឲ្យសោះចាត្រូវប្តឹងផ្ដាល់ទៅតុលាការចាដើម្បីឲ្យតុលាការឯករាជ្យព្រោះអីតុលាការជាតុលាការមួយឯករាជ្យដែលពិតប្រាកដតំណាងឲ្យពលរដ្ឋខ្មែរទូទៅណាបងប្អូនជាអំណាចទី3របស់យើងទី1គឺនីតិបញ្ញត្តិដែលមានរដ្ឋសភាព្រឹទ្ធសភាទី2នីតិប្រតិបត្តិដែលមានអ្នកអនុវត្តច្បាប់មន្ត្រីនាយករហូតគណៈរដ្ឋមន្ត្រីរហូតដល់នាយករដ្ឋមន្ត្រីចាទី3គឺអំណាចទី3របស់យើងគឺតុលាការនេះឯងដូច្នេះមានបញ្ហាអ្វីបងប្អូនត្រូវទៅប្តឹងទៅតុលាការកុំទុកតុលាការចោលឲ្យសោះចាជាអំណាចទី3របស់ពលរដ្ឋខ្មែររស់នៅក្នុងប្រទេសប្រជាធិបតេយ្យសេរីពពកដូច្នេះពលរដ្ឋខ្មែរត្រូវតែធ្វើជាម្ចាស់ប្រទេសត្រូវធ្វើជាពលរដ្ឋប្រជាធិបតេយ្យចាមិនត្រូវធ្វើជាពលរដ្ឋផ្ដាច់ការឡើយណាបងប្អូនបើយើងចង់បានប្រទេសប្រជាធិបតេយ្យយើងត្រូវតែធ្វើជាពលរដ្ឋប្រជាធិបតេយ្យដូច្នេះពលរដ្ឋប្រជាធិបតេយ្យគឺពលរដ្ឋចូលរួមគិតគូរអំពីប្រយោជន៍ជាតិប្រកាន់សិលសមាធិបញ្ញាហើយនឹងការមិនវិនិច្ឆ័យជាប់នឹងខ្លួនជានិច្ចត្រូវតែចេះច្បាប់ទាំងអស់ដែលយើងមានចាស្វែងយល់ហើយស្គាល់អំណាចរបស់ខ្លួនស្គាល់អំណាចដែលនៅក្នុងប្រទេសប្រជាធិបតេយ្យដែលមានអំណាចកម្ពុជាទាំង3នីតិបញ្ញត្តិនីតិប្រតិបត្តិអំណាចតុលាការហើយអំណាចសារព័ត៌មានហើយអំណាចសិទ្ធិនិងអំណាចរបស់យើងដែលបានចែងក្នុងច្បាប់នេះអំណាចទាំង5របស់យើងដែលយើងមានណាបងប្អូនចានឹងហើយដូច្នេះយើងត្រូវតែស្គាល់ចាដូច្នេះនាងខ្ញុំសូមអានអំណាចតុលាការតួនាទីកាតព្វកិច្ចតុលាការនៅក្នុងប្រទេសកម្ពុជាតើគាត់ជាតុលាការយ៉ាងណាណាបងប្អូនមានភាពយ៉ាងណាតុលាការខ្មែរចាដូច្នេះនៅជំពូកទី11ថ្មីអំពីអំណាចតុលាការនៅក្នុងរដ្ឋធម្មនុញ្ញច្បាប់កម្ពុជារបស់ជាតិយើងឆ្នាំ93ណាបងប្អូនមាត្រា128ថ្មីមាត្រា109ចាស់ណាបងប្អូនគឺតំណាងឲ្យ109ចាស់អំណាចតុលាការជាអំណាចឯករាជ្យឃើញទេបងប្អូន
ទទួលស្គាល់ដោយពិភពលោកដោយភាគីហត្ថលេខីគឺតុលាការត្រូវជាតុលាការឯករាជ្យតុលាការខ្មែរដែលមានតុលាការដំបងតុលាការឧទ្ធរតុលាការកំពូលគឺត្រូវតែឯករាជ្យមិននៅក្រោមបញ្ជាបុគ្គលឬបរទេសណាជាដាច់ខាតមិននៅក្រោមអាយ៉ងបរទេសណាជាដាច់ខាតគឺតុលាការខ្មែរត្រូវតែឯករាជ្យនេះបងប្អូនអំណាចតុលាការធានារក្សាអនាគតនិងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឃើញទេបងប្អូនតុលាការគឺការពារសិទ្ធិសេរីភាពរបស់យើងទាំងអស់គ្នាពលរដ្ឋខ្មែរទាំងអស់គ្នាគឺសំខាន់ណាស់បងប្អូនអំណាចតុលាការក្របដណ្ដប់ទៅលើរឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផងឃើញទេបងប្អូនអំណាចនេះត្រូវប្រគល់ឲ្យតុលាការកំពូលនិងសាលាជម្រះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់ឃើញទេមាត្រា129ថ្មីមាត្រាស្មើនឹងមាត្រា110ចាស់ណាបងប្អូនការជំរះក្តីផ្ដល់យុត្តិធម៌ត្រូវធ្វើក្នុងនាមប្រជារាស្ត្រខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមានឃើញទេរាល់ការសម្រេចរបស់តុលាការត្រូវយកច្បាប់ជាគោលចា៎មានតែចៅក្រមទេដែលមានសិទ្ធិជំរះក្តីចៅក្រមមានតួនាទីជំរះក្តីមិនត្រូវស្ដាប់បញ្ជាអ្នកណាទេចៅក្រមគឺគាត់មានតួនាទីជំរះក្តីមានភស្តុតាងត្រឹមត្រូវមានហេតុផលត្រឹមត្រូវចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ឃើញទេបងប្អូននិងឲ្យអស់ពីដួងចិត្តនិងសំបញ្ញៈរបស់ខ្លួនឃើញទេមាត្រា130ថ្មីស្មើនឹងមាត្រា111ចាស់គ្មានអង្គការណាមួយនៃអំណាចនីតិបញ្ញត្តិឬនីតិប្រតិបត្តិអាចទទួលអំណាចតុលាការអ្វីបានឡើយឃើញទេបងប្អូនមាត្រា131ថ្មីស្មើនឹងមាត្រា112ចាស់មានតែអង្គការអាយកាទេដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញាមាត្រា132ថ្មីស្មើនឹងមាត្រា113ចាស់ព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការឃើញទេតើព្រះមហាក្សត្ររបស់យើងនេះរបស់ខ្មែរតើគាត់បានធានាឯករាជ្យនៃអំណាចតុលាការទេបងប្អូនបើសិនឧទាហរណ៍បើសិនខ្មែរបើសិនកម្ពុជាមានតុលាការមិនឯករាជ្យតើព្រះអង្គបានចូលអន្តរាគមន៍ធ្វើឲ្យតុលាការឯករាជ្យទេបងប្អូនចំណុចនេះឃើញទេព្រះមហាក្សត្រទ្រង់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការឃើញទេបងប្អូនឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះឃើញទេឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងកិច្ចការនេះមាត្រា133ថ្មីស្មើនឹងមាត្រា114ចាស់ចៅក្រមមិនអាចត្រូវគេដកពីមុខងារបានទេប៉ុន្តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រាប់ដាក់វិន័យលើចៅក្រមដែលបានប្រព្រឹត្តខុសមាត្រា134ថ្មីស្មើនឹងមាត្រា115ចាស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងក្រុមនឹងត្រូវបង្កើតដោយច្បាប់រៀបចំអង្គការមួយដែលនឹងកំណត់សមាជិកភាពនិងមុខងារឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រព្រះមហាក្សត្រព្រះអង្គទ្រង់អាចចាត់តាំងព្រះរាជតំណាងម្នាក់របស់ព្រះអង្គឲ្យធ្វើជាអធិបតីនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកសេដ្ឋកិច្ចស្នើថ្វាយលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីការតែងតាំងចៅក្រមនិងព្រះរាជអាជ្ញាអមសាលាជម្រះក្តីទាំងនោះទាំងអស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងមុខការដាក់វិន័យចំពោះចៅក្រមនិងព្រះរាជអាជ្ញាត្រូវប្រជុំក្រោមអធិបតីភាពនៃប្រធានតុលាការកំពូលឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល
អាស្រ័យដោយករណីតកតងនឹងចៅក្រមឬព្រះរាជអាជ្ញាមាត្រា135ថ្មីស្មើនឹងមាត្រា116ចាស់លក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញានឹងការរៀបចំអង្គការតុលាការនឹងត្រូវកំណត់ក្នុងច្បាប់ដោយឡែកពីគ្នានេះគឺអំពីតុលាការខ្មែរណាបងប្អូនតុលាការខ្មែរដែលភាគីហត្ថលេខីទាំងអស់ទទួលស្គាល់ថាកម្ពុជាត្រូវមានតុលាការមួយឯករាជ្យតំណាងឲ្យពលរដ្ឋខ្មែរដូច្នេះតុលាការត្រូវតែឯករាជ្យត្រូវអនុវត្តទួនាទីកាតព្វកិច្ចរបស់ខ្លួនដែលមានតុលាការដំបូងតុលាការឧទ្ធរណ៍តុលាការកំពូលចាដូច្នេះសំខាន់ណាស់គឺនេះហើយជាទួនាទីកាតព្វកិច្ចរបស់តុលាការរបស់យើងណាបងប្អូនដូច្នេះមានបញ្ហាអ្វីពលរដ្ឋខ្មែរត្រូវតែប្តឹងផ្ដាល់ទៅតុលាការដើម្បីឲ្យតុលាការរកយុត្តិធម៌ឲ្យយើងចាដូច្នេះថ្ងៃនេះនាងខ្ញុំសូមចែករំលែកត្រឹមនេះអំពីតុលាការនៃរដ្ឋធម្មនុញ្ញសូមបងប្អូនអានទាំងអស់គ្នាគឺសំខាន់ណាស់រដ្ឋធម្មនុញ្ញគឺជាគ្រឹះប្រជាធិបតេយ្យណាបងប្អូនដែលកើតចេញពីកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាយើងត្រូវក្នុងនាមជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសត្រូវតែស្វែងយល់ខ្លឹមសាររដ្ឋធម្មនុញ្ញហើយឆ្លុះបញ្ចាំងជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសកុំឲ្យគេកែប្រែរដ្ឋធម្មនុញ្ញប្រាចាកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសអសោះគឺសំខាន់ណាស់បងប្អូនចាត្រូវចូលរួមទាំងអស់គ្នាចាដោយយកច្បាប់ជាតិនិងច្បាប់អន្តរជាតិជាគោលចាដូច្នេះសំខាន់ធ្វើជាម្ចាស់រដ្ឋាភិបាលណាបងប្អូនគឺយើងក្នុងនាមជាកូនខ្មែររស់នៅលើទឹកដីខ្មែរត្រូវធ្វើជាម្ចាស់ប្រទេសម្ចាស់រដ្ឋាភិបាលម្ចាស់អំណាចទាំងអស់ចាថ្ងៃនេះសូមចាប់ត្រឹមនេះសូមជូនពរបងប្អូនមានសុខភាពល្អជួបគ្នាលើក្រោយទៀតចាសូមជម្រាបលា